ប្រមម្នាក់គាត់បានមកជួបជាមួយនឹងតនបាទនៅ clinic ថ្មីសម្ផស្សបច្ចយើងគាត់បានលើកឡើងពីបញ្ហារបស់គាត់ឡើងថាគាត់មានបញ្ហាក្លិនមាត់ខ្លាំងដែលធ្វើឲ្យគាត់លែងមានទំនុកចិត្តនៅក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សជំនាញខ្លួនតែគឺគាត់មានបញ្ហាក្លិនមាត់ខ្លាំងមែនទែនមួយវិញទៀតគឺគាត់មានបញ្ហាធ្មេញស្រាវដូចគ្នានិងមានបញ្ហារលាកអញ្ចាញ់ខ្លាំងមិនថាគាត់ញ៉ាំទឹកក្តៅឬមួយក៏ទឹកត្រជាក់ឬមួយក៏ពេលដែលគាត់ញ៉ាំចំណីអាហារគឺមានការពិបាកខ្លាំងមែនទែនហើយគាត់បានលើកឡើងទៀតថាតើមានវិធីសាស្ត្របែបណាដើម្បីសម្អាតធ្មេញគាត់ដោយពុំធ្វើឲ្យគាត់មានការស្រាវខ្លាំងតពីតនបាទបានស្ដាប់យ៉ាងយកចិត្តទុកដាក់ជាមួយនឹងបញ្ហាដែលបងប្រុសគាត់បានលើកឡើងមកតនបាទក៏បានពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះធ្មេញរបស់បងប្រុសនិងបានណែនាំជូនទៅដល់បងប្រុសអំពីការសម្អាតធ្មេញដោយប្រើប្រាស់ air polishing machine វាគឺជាម៉ាស៊ីនដែលប្រើប្រាស់ខ្យល់ទឹកនិងខ្សាច់ដែលបាញ់ទៅលើផ្ទៃធ្មេញដើម្បីសម្អាតធ្មេញពោះខ្សាច់យើងមិនមែនប្រើខ្សាច់ពិតៗនោះទេប៉ុន្តែវាគឺជាម្សៅល្អៗដែលមានសុវត្ថិភាពសម្រាប់ធ្មេញអត្ថប្រយោជន៍របស់វាគឺចំពោះអ្នកជំងឺដែលមានធ្មេញ sensitive ខ្លាំងនឹងឯងដែលវាធ្វើឲ្យសម្អាតធ្មេញបានលឿនពេលដែលសម្អាតធ្មេញហើយគឺធ្មេញមានសភាពសភ្លឺថ្លាដោយធម្មជាតិនិងពុំធ្វើឲ្យមានការស្រាវនោះទេដូច្នេះចំពោះលោកអ្នកដែលមានបញ្ហាសុខភាពមាត់ធ្មេញចង់ជួបជាមួយនឹងតនបាទនៅ clinic ថ្មីសម្ផស្សរបស់យើងលោកអ្នកអាចអញ្ជើញមក clinic ផ្ទាល់ៗក៏បានឬមួយក៏អាចទៅនាំមកបានតាមរយៈ Facebook page និងតាមរយៈ Telegram របស់ clinic បានជាមួយនឹងការពិនិត្យពិភាក្សាគឺពុំមានការគិតសេវានោះទេ